សួស្តីបងប្អូនទ្រទូចអ្នកនរគ្នាជួយចុច like ជួយ subscribe ជួយសញ្ញាកណ្ដឹង admin ដើម្បីមើលរឿងវង្វេងស្នេហ៍ស្រីពូវែករឿងចៅ fan ជាទីស្រឡាញ់របស់ admin ទូប្រុសរបស់យើងមានប្រពន្ធម្នាក់ប្រពន្ធរបស់គាត់នាងសរូហ្នឹងគឺគាត់បានជិះឡានបើកអ្នក delivery បើកបុកអ្នក delivery ហើយក៏បានស្លាប់នៅនឹងកន្លែងកើតហេតុពេលហ្នឹងគាត់គឺចាប់ដាំស្លន់ខ្លាំងអត់ដឹងថាត្រូវធ្វើយ៉ាងណាយ៉ាងណីគាត់ក៏បានតាក់ទងមកកាន់ប្តីរបស់គាត់ទូប្រុសយើងគ្រាន់តែឮថាប្រពន្ធមានបញ្ហាភ្លាមក៏មិនបង្អស់យូរដែរអ្នកនរគ្នាស្រាប់តែគាត់មករកប្រពន្ធរបស់គាត់ភ្លាមតែម្ដងពេលដែលគាត់មករកប្រពន្ធគាត់ភ្លាមប្រពន្ធគាត់ថាអូនភ័យណាអូនខ្លាចបងជួយអូនផងអត់ចង់ចាប់គុកទេបងសុំបរជួយអូនផងបងពេលហ្នឹងប្តីនឹងក៏នឹកឃើញថាអាណិតប្រពន្ធក៏សុកចិត្តឲ្យប្រពន្ធរត់គេចខ្លួនទៅឲ្យខ្លួនឯងចូលទៅក្នុងឡានជំនួសធ្វើឲ្យមនុស្សគ្រប់គ្នាកំពុងមានការយល់ច្រឡំថាប្តីនេះគឺជាឃាតករបើកឡានបុកអ្នក delivery ឲ្យស្លាប់នៅនឹងកន្លែងកាត់ហេតុតែការពិតហ្នឹងគឺទូប្រុសរបស់យើងមិនបានធ្វើអ្វីទាំងអស់ពេលនោះម្ដាយផងឪពុកផងថាកូនកូនទៅទទួលខុសត្រូវជំនួសគេទៅវិញទាំងកូនមិនបានធ្វើអ្វីខុសប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់ប្រពន្ធប្តីក៏សុខចិត្តធ្វើជាអ្នកខុសឆ្គងជំនួសប្រពន្ធទៅវិញចឹងហើយទោះបីជាម្ដាយនិយាយបែបណាក៏ដោយតែប្តីនៅតែសារភាពទទួលទោសកំហុសទាំងអស់ហ្នឹងថាខ្លួនគឺជាអ្នកបើកបុកគេចឹងទៅចង់គេចាប់ដាក់គុកគេខាកពិន័យអីក៏មិនទៅតែអញ្ចឹងហើយអ្នកនរគ្នាពេលនោះបុគ្គលិកទាំងអស់រួមទាំងអ្នកស្គាល់នឹងមេធាវីបាននិយាយថាអញ្ចេះហេតុអីបានជាទូប្រុសរបស់យើងត្រូវអះអាងថាខ្លួនឯងជាអ្នកទោសទាំងខ្លួនឯងមិនមានទោសសោះហើយមួយទៀតគឺនៅទីនេះសិតទៅសឹងតែជាសាក្សីក្នុងកំឡុងពេលដែលជនរងគ្រោះស្លាប់គឺប្តីនឹងគឺនៅក្នុងក្រុមហ៊ុនអត់បានចេញមកខាងក្រៅទេចុះហេតុអ្វីបានជាទម្លាក់កំហុសឲ្យខ្លួនឯងតែប្តីនឹងគេថាចេះកុំជឿពួកគេអីខ្ញុំពិតជាបានធ្វើរឿងនឹងមែនខ្ញុំសារភាពខ្ញុំទទួលទោសកំហុសដែលខ្ញុំបានធ្វើពេលហ្នឹងអ្នកនរគ្នាប៉ូលីសក៏រៀងសាក់សើវែងវ័នដែរមិនដឹងថាមួយណាពិតមួយណាខ្លាយដឹងអាណាជឿបានអាណាជឿមិនបានបើម្នាក់និយាយចេះម្នាក់និយាយចុះម្នាក់គឺនិយាយរឿងផ្សេងគ្នាតែម្ដងទៅចឹងហើយធ្វើឲ្យគាត់ពិបាកខ្លាំងមែនទែននៅក្នុងការដោះស្រាយរឿងនេះចឹងប៉ូលីសគេក៏បានចាប់ទូប្រុសយើងឃុំឃាំងនៅនឹងកន្លែងកាត់ហេតុនៅក្នុងប៉ុស្តិ៍ប៉ូលីសតែម្ដងហើយសម្រាប់មេធាវីវិញគាត់ក៏បានចេញមកអះអាងហើយអាណិតតែពុកម្ដាយរបស់ទូប្រុសទេអ្នកនរគ្នាគាត់ក្រគាត់អត់តែគាត់មិនដែលពិបាកដល់កូនទេទោះបីគាត់ជាអ្នកស្រុកអ្នកស្រែក៏ដោយកូនគាត់ខ្លាចទៅជាអ្នកមានការងារល្អក៏ដោយប៉ុន្តែគាត់មិនដែលមកពិបាកកូនទេហើយត្រូវកូនមកទទួលខុសត្រូវទៅជំនួសប្រពន្ធកញ្ជើធ្លុះទៀតក៏ធ្វើឲ្យគាត់ជាបេះដូងជាឪពុកម្ដាយនឹងក៏គាត់ក៏ទទួលយកអត់បានដូចគ្នាដែរហើយក៏បានប្រាប់កូនថាហេតុឲ្យបានកូនធ្វើអញ្ចឹងកូនអត់បានខុសទេកូនមិនខុសកូនមិនបាច់ទទួលកំហុសប៉ុន្តែកូននេះគេនៅតែអះអាងគេព្រមទទួលយកកំហុសមួយហ្នឹងអ្នកនរគ្នាអញ្ចឹងហើយពេលហ្នឹងហើយគឺឪពុកហ្នឹងក៏បានឲ្យមេធាវីនឹងជួយផងទៅកូនគាត់បានខុសទេហើយមេធាវីគាត់ជួយអីបានបើខាងប្រុសគេអះអាង 100% ហើយថាគេជាអ្នកទោសកំហុសហើយប្រពន្ធនេះអ្នកគ្នាពេលហ្នឹងហើយគឺនៅសោយសុខសប្បាយរីកធ្វើបង្ងើយអត់មានខ្វល់អីទាំងអស់អត់យកចិត្តទុកដាក់អ្នកណាកើតអីកើតទៅអ្នកណាមានបញ្ហាអីបញ្ហាទៅគឺខ្លួនឯងអត់ខ្វល់អីទេអ្នកនរគ្នាខ្វល់ត្រឹមថាគិតពីតែងខ្លួនសប្បាយហឺហាតែប៉ុណ្្នឹងទៅបានហើយចង់និយាយថាពេលហ្នឹងអ្នកនៅហ្នឹងក៏គេបន្ទោសច្រើនប៉ុន្តែនាងប្រពន្ធហ្នឹងគេអត់យកចិត្តទុកដាក់និយាយទៅប្រពន្ធនេះមួយគឺអត់ខ្វល់យកតែម្ដងអាម៉េចក៏អាម៉េចទៅអ្នកនរគ្នាហើយដល់ពេលចុងក្រោយគេមកមើលប្តីនៅប៉ុស្តិ៍ប៉ូលីសណាគេមើលក្នុងហេតុផលមួយអ្នកនរគ្នាដឹងមិនទេគេមើលក្នុងហេតុផលមួយថាគេមកហ្នឹងគឺមកដើម្បីលែងលះដោយសារប្តីរបស់គេអត់កណើតអត់អីចឹងណាប្តីអ្នកទោសប្តីជាប់គុកគេអត់ត្រូវការយកធ្វើជាប្តីគេទៀតទេគេក៏បានសុំទូប្រុសរបស់យើងលែងលះគ្នាហើយសំបីតកូនរបស់ទូប្រុសដែលធំទៅហើយហ្នឹងណាអ្នកនរគ្នាក៏គេមិនខ្វាយខ្វល់អីជាមួយនឹងទូប្រុសយើងដែរគេសម្រេចចិត្តថាគេត្រូវតលែងលះគ្នាគេត្រូវតបែកគ្នាអញ្ចឹងទៅគេអត់ឲ្យម៉ែគេយកទេគេសុកចិត្តស្រឡាញ់អាពូនេះគេថាអាពូនេះល្អហើយដល់ពេលប្រពន្ធអ្នកនរគ្នាបខំឲ្យទូប្រុសយើងលែងលះហើយបោះបង់ចោលនៅទ្រព្យសម្បត្តិទាំងអស់ហើយរួចហើយគេក៏បានប្រាប់ទូប្រុសទៀតគេថាគេអត់មានជំរឿទេគេមិនអាចយកប្តីដែលជាប់គុកបានគេសុំទោសចឹងណាគេយកតែប្តីល្អជាទេប្តីអត់ល្អជាគឺគេអត់យកហើយដល់ហើយចឹងទៅគេក៏បានប្រាប់ប្តីទៀតគេថាតាមពិតណារាត្រីដែលគេបាននៅជាមួយនឹងអាប្តីក្រោយគេប្រុសក្រោយគេនេះគេថាអូគេមានក្តីសុខខ្លាំងណាស់អត់ដូចនៅជាមួយទូប្រុសយើងទេហើយអញ្ចឹងហើយអ្នកនរគ្នាទូប្រុសរបស់យើងគាត់ក៏បានសញ្ញេលែងលះឲ្យដែរគាត់ឈឺចិត្តមែនតែនហើយម៉ែឪគាត់បន្ទោសណាថានេះហើយជាមនុស្សស្រីដែលឯងសុកចិត្តលះបង់ពលីជីវិតឲ្យនេះដែលឯងត្រូវមកជាប់គុកជំនួសណាទូប្រុសរបស់យើងក៏ថាប៉ាខ្ញុំមានចំណាត់ការរបស់ខ្ញុំហើយប៉ាត្រឡប់ទៅវិញចុះមិនបាច់បារម្ភពីកូនទេហើយសម្រាប់អាជើងល្អនេះវិញអ្នកនរគ្នាយកប្រពន្ធគេឲ្យឌឺទៀតណាវាសាហាវណា
នាងប្រពន្ធនឹងពុះវែកសុតអ្នកនរគ្នាប្តីល្អប្រពន្ធនឹងទទួលយកអត់បានទេគេសុកចិត្តជ្រើសរើសយកអាប្តីក្រោយគេប្តីក្រោយមិនប្រកែរលុយមិនប្រកែធ្វើការងារទេតែប្រកែរឿងលើក្រែគឺគេខ្លាំងហ្មងណាអញ្ចឹងហើយបានជាប្រពន្ធនេះគេស្រឡាញ់ខ្លាំងហើយគេជ្រើសរើសយកបរិះក្រោយហើយគេតែងតែអួតប្រាប់ប្តីថាងប្តីក្រោយគេនឹងល្អអស្ចារ្យណាស់អញ្ចឹងទៅអញ្ចឹងហើយទូប្រុសរបស់យើងអ្នកនរគ្នាពេលគាត់លឺអញ្ចឹងគាត់ខឹងគាត់អន់ចិត្តណាពួកគាត់ខំលះបង់ដើម្បីប្រពន្ធរបស់គាត់មិនលេងសើចទេណាពេលណាដែលគាត់ជាប់គុកគឺមិនមែនជាប់គុកតិចឆ្នាំទេអ្នកនរគ្នាបាត់អានឹងដូចថាយើងបើកបុកគេស្លាប់គឺជាប់គុកមិនតិចឆ្នាំទេប៉ុន្តែខាងប្រុសនេះសុកចិត្តចឹងទៅដើម្បីប្រពន្ធប៉ុន្តែនៅពេលដែលប្រពន្ធលេងមកក្បាច់នេះចឹងទៅអ្នកនរគ្នាអកសើនិយាយអត់ចេញសើចអត់ចេញសោះបដ ாய் ហើយម៉ែនឹងក៏ខកចិត្តខ្លាំងមែនតែនខឹងកូនដែរណាហេតុអីក៏ការពារស្រីម្នាក់ហ្នឹងតែកូននឹងគេអត់ស្ដាប់សោះដូចថាគេស្រឡាញ់ប្រពន្ធគេខ្លាំងណាយើងម្ដាយនិយាយអីក៏ខុសដែរនិយាយអីក៏មិនត្រូវចិត្តគេដែរវាអញ្ចឹងណាដល់ហើយអញ្ចឹងទៅគាត់អត់ជំរឿសគាត់ដឹងត្រូវធ្វើមិនគាត់មានតែបដ ாய் តាមកូនរបស់គាត់អញ្ចឹងទៅហើយបើនិយាយពីនាងប្រពន្ធនេះអ្នកនរគ្នាវាសាហាវខ្លាំងមែនតើអ្នកនរគ្នាដឹងមិនទេបញ្ឈឺទូប្រុសមិនគ្រប់គ្រាន់ហើយបញ្ឈឺទៅកាន់ម្ដាយទូប្រុសទៀតវាមានអារម្មណ៍ថាយើងទាំងម្ដាយទាំងកូននេះគឺអន់ខ្លាំងមែនតើណាហើយអានេះទូប្រុសយើងគាត់ក៏មានអារម្មណ៍ថាខកចិត្តខ្លាំងមែនតើដែរប៉ុន្តែនិយាយអីអត់រួចទេអ្នកនរគ្នាអើយគាត់ចង់ធ្វើអីក៏ធ្វើមិនកើតដែរព្រោះឥឡូវនេះគឺទូប្រុសយើងគាត់ទទួលសារភាពអញ្ចឹងហើយគឺវាពិបាកក្នុងការដោះស្រាយមែនតើមេធាវីបាននិយាយហើយនិយាយទៀតអញ្ចឹងថាគុំប៉ុន្តែការសារភាពនេះអ្នកនរគ្នាមិនទាន់ចាត់ចូលជាផ្លូវការពេញលេញ 100% ទេណាគឺប៉ូលីសគេនៅឲ្យទូប្រុសយើងសញ្ញេចុះហត្ថលេខាទៀតហើយបើយើងនិយាយពីកូនទូប្រុសវិញអ្នកនរគ្នាអូកូននឹងអស្ចារ្យខ្លាំងហើយមិនមែនអស្ចារ្យលេងសើចទេអ្នកនរគ្នាកូននឹងគឺខ្លាំងលេខ1ហ្មងអាខាងបញ្ឈឺឌឺដងទៅកាន់ឪខ្លួនឯងទៅកាន់ទូប្រុសរបស់យើងណាដូចជាមានអារម្មណ៍ថាយើងឪនេះវាអន់ខ្លាំងណាស់មិនអន់ធម្មតាអ្នកនរគ្នាអញ្ចឹងហើយបានថាទូប្រុសយើងគាត់ក៏សញ្ញេលិខិតលេងលះឲ្យគេអីគេសាប់ស្រុកឲ្យសាប់គ្រប់អញ្ចឹងណាដើម្បីឲ្យបញ្ចប់រឿងបញ្ចប់ដើមហេតុបញ្ចប់បញ្ហារវាងពួកគាត់ទំនាក់ទំនងពួកគាត់ឲ្យវាដាច់ស្រេចត្រឹមនឹងអញ្ចឹងទៅកុំឲ្យថាមានរឿងវែងឆ្ងាយបន្តទៅមុខទៀតបើថាចាប់ត្រឹមណាឲ្យដឹងចាប់ត្រឹមហ្នឹងកុំឲ្យវែងឆ្ងាយកុំឲ្យពលទុកហើយដល់ពេលហើយអញ្ចឹងទៅមេធាវីវិញខឹងចិត្តនឹងទូប្រុសយើងអ្នកនរគ្នាមិនខឹងលេងសើចតែខឹងខ្លាំងយកមែនតែនថាទូប្រុសយើងល្ងងណាហេតុអីត្រូវលះបង់ដើម្បីស្រីប្រភេទហ្នឹងអញ្ចឹងណាខឹងខ្លាំងមែនតែនហើយមួយវិញទៀតណាអ្នកនៅនឹងវិញក៏គេសោយសោកដែរហើយពីរអ្នកនេះប្រោយពេលដែលគេបានលិខិតលេងលះបានសញ្ញេទទួលទ្រព្យសម្បត្តិទ្រព្យអីអស់ហ្នឹងអញ្ចឹងទៅគឺគេគេរីករាយគេសប្បាយចិត្តអញ្ចឹងទៅគេថាចាប់ពីពេលនេះតទៅគឺគេនឹងបានខ្លាចទៅជាអ្នកមានគេអាចគ្រប់គ្រងគ្រប់បែបយ៉ាងដែលជាស្នាដៃរបស់ប្តីហើយទូប្រុសយើងក៏បានខ្លាចទៅជាអ្នកទោសអ្នកជាប់គុកអីយ៉ាងរីករាយស្រស់ស្រាយនៅក្នុងគុកអញ្ចឹងទៅដល់ពេលពីរអ្នកនេះកំពុងសប្បាយរីករាយក្នុងឡានអ្នកនរគ្នាក៏ស្រាប់តែមានឡានធំមួយជីបុកស្លាប់អញ្ចឹងសួរថាទូប្រុសយើងគាត់សុកចិត្តលេងលះមុននឹងតាមពិតគាត់ដឹងហេតុផលរួចហើយអ្នកនរគ្នាដោយថាពីរអ្នកនឹងប្រកាសជាត្រូវប្រពន្ធរបស់ជនរងគ្រោះនឹងគឺសងសឹកទូប្រុសយើងក៏ដឹងមុនហើយដល់ពេលกระดาษមួយដែលគេឲ្យទូប្រុសរបស់យើងនេះអ្នកនរគ្នាគឺជាกระดาษដែលប៉ូលីសចាប់ភ្ជុងឲ្យទូប្រុសយើងព្រមទទួលទោសកំហុសទាំងអស់ប៉ុន្តែទូប្រុសរបស់យើងគាត់អត់បានទទួលទេហើយមេធាវីវិញគាត់ក៏ថាអញ្ចឹងបើលោកហ៊ានសញ្ញេលើលិខិតនេះលោកត្រូវមានទោសហើយទូប្រុសថាអត់មានហេតុផលដែលគាត់ត្រូវសញ្ញេទេគាត់ក៏បានប្រាប់អញ្ចឹងណាសួរថាហេតុអីកាលណាដែលគាត់ធ្វើបែបហ្នឹងគឺគ្រាន់តែគាត់ចង់ឲ្យការលេងលះហ្នឹងគឺបានចាប់សពគ្រប់អីចឹងទៅចាប់សពគ្រប់ឥឡូវនេះអ្នកនរគ្នាពេលវេលាវិលបកក្រោយមកដល់កន្លែងហ្នឹងដូចដើមវិញវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់អ្នកនរគ្នាទូប្រុសរបស់យើងគឺបានន័យថាចេះដោយសារទេវតាគេអាណិតណាទៅគឺគ្រប់យ៉ាងគឺវាបានកាត់ឡើងម្ដងទៀតបានន័យថាពេលវេលាដើរថយក្រោយឲ្យទូប្រុសរបស់យើងសម្រេចចិត្តតែទូប្រុសយើងព្រមទទួលយកលក្ខខណ្ឌនៃការជាប់គុកនឹងអត់តែខ្លួនឯងនឹងមិនមានកំហុសមិនមានការខុសឆ្គងអីចឹងណាគេសួរទូប្រុសរបស់យើងបើទូប្រុសយើងព្រមគេក៏មិននឹងធ្វើបិចដែរតែទូប្រុសរបស់យើងក៏អត់ព្រមអ្នកនរគ្នាគាត់បានប្រាប់ទៅកាន់មេធាវីមកវិញគាត់ថាចេះកាលមុនណាគឺដោយសារគាត់មកដល់កន្លែងហ្នឹងឯងគឺគ្រូសាជនរងគ្រោះបានជីបឡានបុកគាត់ស្លាប់អញ្ចឹងហើយលើកនេះគឺគាត់សុកចិត្តធ្វើអញ្ចឹងទៅឲ្យពីរអ្នកនឹងរួចខ្លួនអញ្ចឹងទៅហើយជនរងគ្រោះក៏បានបើកឡានបុកពីរអ្នកនឹងស្លាប់វិញអញ្ចឹងទូប្រុសរបស់យើងរួចខ្លួនទាំងអស់នេះគឺជាការចាប់ផ្ដើមរបស់ទូប្រុសរបស់យើងឡើងវិញក្រោយពេលដែលគាត់ជួបបញ្ហារួចទៅហើយអញ្ចឹងហើយអ្នកនរគ្នាដល់ទៅពេលអញ្ចឹងហើយទៅមេធាវីនឹងក៏ភ្ញាក់ផ្អើលដែរចំមានរឿងនឹងកើតឡើងបានដែរអានេះគឺជាចម្ងល់ដែលពួកគាត់ឆ្ងល់ណាតែរឿងបែបហ្នឹងកើតឡើងដោយ
វិធីណាវាមិនអាចបកស្រាយបានតែសំខាន់វាបានកាត់ឡើងហើយពេលនេះតួប្រុសរបស់យើងគាត់ក៏បាននិយាយទៅកាន់ប៉ូលីសដែរថាគាត់មិនមែនជាអ្នកបង្កហេតុបង្កបញ្ហាបង្ករឿងអីហ្នឹងទេតួប្រុសយើងគាត់បានប្រាប់ទៅប៉ូលីសចំតែម្ដងដើម្បីកុំឲ្យមានការវែងឆ្ងាយទៅលើគាត់ទៀតហើយដល់ទៅពេលហើយអាករណីបុកសម្លាប់អីហ្នឹងតួប្រុសយើងមានផុសតាងអីដើម្បីបើកបង្ហាញទៅប៉ូលីសនេះដល់គ្នារូបភាពពីមុនណាពីមុនគឺគាត់ទៅបានប្រពន្ធជនរងគ្រោះបុកស្លាប់វិញអញ្ចឹងណាគេសងសឹកឲ្យប្តីរបស់គេព្រោះគេឈឺចិត្តខ្លាំងហ៎ហើយឥឡូវនេះតួប្រុសរបស់យើងគាត់នៅក្នុងហេតុការណ៍ហ្នឹងត្រឡប់មកវិញគឺគាត់គិតណាគាត់ប្រាប់គាត់ធ្លាប់ស្លាប់ម្ដងរួចហើយមិនមែនទៅនេះទេអញ្ចឹងហើយដល់ពេលដែលគាត់ភ្ញាក់ខ្លួនឡើងវិញពេលដែលគាត់នៅក្នុងកាយឡាយរបស់គាត់ប្រពន្ធរបស់គាត់ក៏ទេមកបែបហ្នឹងហើយទេមកបាត់ហ្នឹងគាត់មានអារម្មណ៍ថាចាប់ផ្ដើមទៀតហើយអញ្ចឹងណាហើយគាត់ក៏ចាប់ផ្ដើមមិនខ្វល់អ្វីទេគាត់ក៏ធ្វើទៅតាមកាយឡាញតាមបែបបត់ដែលប្រពន្ធរបស់គាត់រៀបចំផែនការឲ្យគាត់ក៏ធ្វើតាមនឹងអញ្ចឹងទៅហើយបន្តមកទៀតអ្នកនរគ្នារហូតដល់ចូលមកដល់ប៉ុស្តិ៍ប៉ូលីសនេះណាគឺប្រពន្ធរបស់គាត់នឹងធ្វើបែបនឹងដាក់គាត់ហើយគាត់ក៏បានព្រមតាមលក្ខខណ្ឌព្រមតាមសំណើរបស់ប្រពន្ធគាត់ដើម្បីសញ្ញេលែងលាក់អីអស់ហ្នឹងអ្នកនរគ្នាមិនបាច់ឆ្ងល់ទេពេលអញ្ចឹងទៅគឺគាត់នឹងមានសេរីភាពដោយមិនមានការជាប់ពាក់ព័ន្ធណាកុំឲ្យពិបាកមានរឿងវែងឆ្ងាយព្រោះគាត់ដឹងថាករណីនេះគេនឹងទទួលបានបន្ទាប់ពីគាត់ព្រោះគាត់ធ្លាប់ទទួលបានម្ដងរួចទៅហើយរហូតដល់ធ្វើឲ្យមេធាវីនឹងមានការភ្ញាក់ផ្អើលខ្លាំងមែនតើអញ្ចឹងចេះឆ្ងល់ហេតុអីបានជាតួប្រុសយើងព្រមសញ្ញេលែងលះហេតុអីបានតួប្រុសយើងស្ថិតនៅក្នុងការស៊ើបអង្កេតបើសិនជាគេចង់ស៊ើបអង្កេតអញ្ចឹងណានៅក្នុងប៉ុស្តិ៍ប៉ូលីសដល់ហើយអញ្ចឹងអ្នកនរគ្នានេះនាងនេះគេបានត្រឡប់ទៅវិញគេសុំឲ្យតួប្រុសរបស់យើងជួយគេផងទៅគេសុំវអញ្ចឹងណាព្រោះអីគេអត់ចង់ជាប់គុកទេគេអត់ចង់ខុសទេតួប្រុសតែអត់ទេចាប់ហើយព្រោះយើងមិនមែនជាប្តីប្រពន្ធនឹងគ្នាទេយើងបានលែងលះគ្នារួចហើយតើអញ្ចឹងហើយគឺគាត់អត់មានសិទ្ធិអត់មានឋានៈទូនាទីអីដែលត្រូវទៅជួយបានទេគាត់ក៏សុំទោសចឹងណាថាយើងអត់មានអីពាក់ព័ន្ធនឹងគ្នាទៀតឡើយព្រោះមិនមែនជាប្តីប្រពន្ធមានការលែងលះត្រឹមត្រូវទូប្រុសរបស់យើងគាត់ខ្សែចំអកឲ្យប្រពន្ធគាត់ទៀតណាគាត់ថាជាអានេះវាជារឿងអាក្រក់ដែលខ្លួនឯងបានសាងតាមពិតគួរតែសប្បាយចិត្តនៅអំពើរបស់ខ្លួនឯងចុះហេតុអីនៅពេលនេះបែរជាមកធ្វើរាជគុណកណ្ដុលធ្លាក់ទឹកត្រូវការជំនួយវិសមនឹងកូនស្រីរបស់ទូប្រុសហ្នឹងក៏សាហាវដែរអ្នកនរគ្នាគេសប្បាយរីករាយជាមួយនឹងសាហាយរបស់ម្ដាយតែក៏មិនព្រមឈឺចាប់ជាមួយនឹងឪពុកដែលត្រូវបានគេចោទប្រកាន់ដែរអានេះគឺជាកូនល្អរបស់តួប្រុសយើងអ្នកនរគ្នាអញ្ចឹងហើយបានជាតួប្រុសរបស់យើងគាត់សម្រេចចិត្តថាគាត់នឹងមិនទទួលខុសត្រូវលើកូនស្រីរបស់គាត់ហើយគាត់ក៏មិនទទួលខុសត្រូវលើប្រពន្ធរបស់គាត់ដែរដែលត្រូវជួបកិច្ចបញ្ហាគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវបានគេដាក់ទោសដាក់កំហុសអីហ្នឹងគឺគាត់អត់អើរើអើពើជាមួយទេហើយគាត់ក៏មិនទទួលខុសត្រូវជាមួយដែរព្រោះទាំងអស់នេះគឺជាការសាងឡើងដោយខ្លួនឯងមិនពាក់ព័ន្ធជាមួយនឹងគាត់សំបីតែបន្តិចហើយកូនហ្នឹងក៏យំសោកចឹងទៅហេតុអីបានប៉ាបោះបង់ចោលកូនអីអញ្ចេះចឹងណាចង់និយាយថាចង់ឲ្យតួឲ្យឪពុកហ្នឹងក៏អាណិតចឹងទៅកូនខុសហើយចេញចុះតែតួប្រុសយើងក៏ដាច់ចិត្តណាអ្នកនរគ្នាហេតុផលនៃការដាច់ចិត្តដោយសារគាត់ស្លាប់ម្ដងហើយនៅពេលដែលគាត់ស្លាប់ម្ដងហើយចឹងគាត់ក៏ដាច់ចិត្តគាត់លែងមានអារម្មណ៍ថាចង់បានអីទៀតហើយពីម្នាក់ហ្នឹងហើយនាងប្រពន្ធនេះធម្មតាឆ្នះហើយញញណាដល់តែពេលចាប់ផ្ដើមធ្លាក់ខ្លួនមានទោសមានគុកមានចង្វាក់អីចឹងទៅក៏ចាប់ផ្ដើមបន្ថយលបឿនញញដល់ពេលបន្ថយលបឿនញញតួប្រុសរបស់យើងគាត់ក៏មិនរវល់ជាមួយក៏ចាប់ផ្ដើមញញសារជាថ្មីអ្នកនរគ្នាដល់ពេលទូប្រុសញញដាក់ទូប្រុសយើងសារជាថ្មីមានណាគឺលទ្ធផលចុងក្រោយគឺជាប់គុកនឹងឯងព្រោះជាធម្មតាទេអ្នកនរគ្នាបើគេមិនទទួលខុសត្រូវលើយើងគឺមិននឹងឯងហើយយើងទៅបខំចិត្តគេឲ្យទទួលខុសត្រូវលើជីវិតយើងមិនបើយើងធ្វើអាក្រក់ដាក់គេច្រើនដែរហើយទូប្រុសរបស់យើងគាត់ចិត្តដាច់ណាស់អ្នកនរគ្នានាងប្រពន្ធនេះក៏ខំផ្ទះកំភ្លៀងខ្លួនឯងខ្ញុំស្លាប់ទៅណាខ្ញុំខុសហើយណាណៃទូប្រុសថាអត់ទេផ្ទះយ៉ាងណាក៏គាត់មិនខ្វល់ជាមួយដែរឥឡូវសូមរីករាយជាមួយនឹងពេលវេលានៅក្នុងគុកពោពេញដោយសមនោះរីករាយទៅព្រោះអ្វីទាំងអស់នេះអ្នកទាំងឯងអ្នកគឺជាអ្នកចង់សាងចង់បានអ្នកជាអ្នកប្រព្រឹត្តដល់ហើយអ្នកនរគ្នាលើកនេះវល់គេជួយគេលែងជួយទូប្រុសយើងដើមឡើយគឺជាមនុស្សប្រុសដែលស្រឡាញ់ប្រពន្ធខ្លាំងសុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីប្រពន្ធលះបង់ដើម្បីប្រពន្ធទោះបីជាប្រពន្ធមើងងាយប្រមាថមើលលើម្ដាយខ្លួនឯងខ្លាំងប៉ុណ្ណាក៏ដោយក៏ទូប្រុសរបស់យើងគាត់នៅតែជ្រើសរើសយកប្រពន្ធរបស់គាត់នេះហើយអ្នកនរគ្នាដែលទៅពេលជួបរឿងប្រពន្ធផិតក្បត់ហើយខ្លួនឯងត្រូវមកមានទោសចំនួនត្រូវបានគេបដិញ្ញចេញទៀតនោះទៅទូប្រុសរបស់យើងគាត់ចាប់ដើមភ្ញាក់ខ្លួនណាហើយគាត់ក៏ចាប់ផ្ដើមពង្រឹងគោលចំហរបស់គាត់ទៅឥឡូវនេះពីអ្នកម្ដាយកូនត្រូវប្រឈមមុខនឹងការជាប់គុកមួយទៀតត្រូវចូលកម្មាកព្រាសម្រាប់ទូប្រុសរបស់យើងរស់នៅក្នុងជីវិតរីករាយនៃគំនរទ្រព្យរបស់គាត់ទៅ